បើសម្រាប់ខ្ញុំកំពុងតែភាគឬក៏ឆ្នាំក្រោយឬក៏2ឆ្នាំទៀតខ្ញុំគិតថាខ្ញុំអាចនឹងបញ្ចប់អាជីពហើយក៏បើកក្លឹប ក្លឹបឈ្មោះអីបើ ពងរអ្នកសិន រស់នឹងសិនណា បាទសិនជា ឆ្នាំណាប្រងបើកក្លឹបហ្នឹង 2028-29ព្រោះកីឡាអូឡ িম্প ពិករបស់កម្ពុជាយើងធ្វើជាម្ចាស់ទេครับ យើងធ្វើកីឡាមិនអូឡ িম্প ពិកយើងធ្វើកីឡាយុវជន VOC បាទ 2029 មិញហុងសំដើមទុនបានខ្លះនៅ បានខ្លះទេហ៎ យ៉ាងហ៎ បានមកគួរសមក៏ទៅបើខ្ញុំអាចរើសក៏ខ្ញុំមិនអាចរើសជាច្រើនទេបងប្អូនដែលខ្ញុំមើលគឺខ្ញុំមើលកាយសម្បទានហើយដឹងប្រភពមកពីណាច្បាស់ហើយអ្នកឆ្លាញ់ប្រកបមិនមែនយកមកដើម្បីទៅឆ្លាញ់មកពីថ្ងៃរត់បាត់ទេបាទ ហើយក្លឹបហ្នឹងទៅជែកគ្នាមួយអ្នកណាខ្លះមួយប្រពន្ធមួយកូនមួយឪពុកម្ដាយឬក៏មិន ពីអ្នកប្រពន្ធគាត់ថាជជែកគ្នាហើយអស់ហើយដោយសារគិតថាខ្ញុំអត់ដឹងធ្វើអីទេពេលបញ្ចប់បដាល់បើយើងរកស៊ីក៏យើងក៏មិននេះដែរអញ្ចឹងបើសិនជាយើងបើកក្លឹបទៅក៏យើងបានតបស្នងគុណខ្មែរខ្លះដែរ ចំណាយទុនប្រហែលដែរក្លឹបប្រងបើក បើតាមខ្ញុំបើកគឺមិនធំប្រហែលទេបងគឺសិស្សថា4-10នាក់ទេយើងធៀបយ៉ាងតិចណាក៏3-4000ដែរបាទដល់លុយថាដែលថាពិការហ្នឹងក៏អត់យកទៅចាយប្រទេសប្រដាស់ដែរបង ទុកត្រៀមសម្រាប់បើកក្លឹប ត្រៀមបង មិញហុងមាននិយាយទៅកាន់ប្រិយមិត្តឲ្យគ្រប់គ្រងនៅពេលដែលមិញហុងសម្រាប់ចិត្តបើកក្លឹបហើយប្រកាសលាចប់ពីអាជីពជាកីឡាករ ខ្ញុំនឹងសូម5ពុកម៉ែបងប្អូនថាបើសិនជាខ្ញុំបើកក្លឹបសូមជួយគ្រប់គ្រងនិងលើកស្ទួយវិស័យកីឡាគុនខ្មែរទាំងអស់គ្នាទោះបីជាខ្ញុំបើកក្លឹបក៏ខ្ញុំអត់ទាន់ឈប់ដែរបងបើសិនជាខ្ញុំនៅវាយបានក៏ខ្ញុំវាយបានទៀត